Bàជំរាបសួរបងប្អូនថ្ងៃនេះជួបលោកគ្រូសាជាថ្មីនៅមេរៀនទី2គឺអង្គ Angiosperm បាទអញ្ចឹងកាលពីមេរៀនទី1បងប្អូនបានរៀនរួចហើយគឺ Gymnosperm បាទឥឡូវយើងចូល Angiosperm វិញម្ដងតើវាមានអីដែលពិសេសជាង Gymnosperm បាទណាអូខេឥឡូវយើងទៅមើលចំណុចហ្នឹងទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងបាទមាតិកាគឺយើងនឹងនិយាយពីលក្ខណៈពិសេសរបស់ Angiosperm ហើយការបន្តពូជប្រៀបធៀប mono និង D ហើយនឹងអត្ថប្រយោជន៍បាទអញ្ចឹងយើងទៅមើលលក្ខណៈពិសេសទាំងអស់គ្នាតែម្ដងបាទអូខេអញ្ចឹងត្រង់លក្ខណៈពិសេសនេះលោកគ្រូសូមលើកយកចំណុចភាពខុសគ្នារវាង Gymnosperm ហើយនិង Angiosperm ដើម្បីដោះស្រាយចម្ងល់កុំឲ្យគ្នាយើងនៅតែឆ្ងល់ថាអូអាហ្នឹងមិនបានអញ្ចឹងបាទអញ្ចឹង Gymnosperm វាគឺជាក្រុមរុក្ខជាតិដែលគ្រាប់វាននរបាទណាអញ្ចឹងនេះគឺគ្រាប់របស់វានេះគឺគ្រាប់របស់វាហើយបាទគ្រាប់វានៅលើគោកចឹងបាទខណៈពេលដែលពពួក Angiosperm គ្រាប់វាគឺបិទបាំងដោយសាច់ផ្លែដោយពេញប៉ោះនេះចឹងតើញ៉ាំខាងក្រៅបានឃើញអាគ្រាប់ខាងក្នុងដូចផ្លែប៉ោមចឹងញ៉ាំសាច់ផ្លែខាងក្រៅអស់បានឃើញខាងក្នុងតើណាបងប្អូនបាទអញ្ចឹងតើញ៉ាំអាក្រៅអស់បានឃើញអាក្នុងអញ្ចឹងអាគ្រាប់វានៅខាងក្នុងអញ្ចឹងការដែលគ្រាប់នៅខាងក្នុងហើយបិទបាំងដោយសាច់ផ្លែចិត្តអញ្ចឹងអាហ្នឹងគឺ Angiosperm ហើយបាទណានេះឃើញទេ Gymnosperm seed គឺមានថាគ្រាប់របស់ Gymnosperm ដល់ពេលនេះ Angiosperm seed and fruit បាទគ្រាប់របស់ Angiosperm ហើយនឹង fruit ហើយនឹងសាច់ផ្លែបាទឃើញទេអញ្ចឹងអានេះវាអត់មាន fruit ទេវាមានតែគ្រាប់បាទដែលគ្រាប់របស់វាគឺននលវាអត់មានសាច់ផ្លែបិទពីក្រៅទេតោះណាបងប្អូនបាទហ្នឹងគឺជាលក្ខណៈពិសេសនៃ Gymnosperm និង Angiosperm បាទខ្ញុំសូមប្រៀបធៀបគ្នាតែប៉ុណ្្នឹងហើយយើងក៏រំលឹកមេរៀនចាស់តែប៉ុណ្្នឹងដែរបាទអូខេអញ្ចឹងយើងមកលក្ខណៈពិសេសមួយទៀតរបស់ Angiosperm គឺឫសបាទអញ្ចឹងឫសវាគឺជាផ្នែកក្រោមដីរបស់រុក្ខជាតិបាទយើងធ្លាប់ស្គាល់ហើយណាឫសយើងស្គាល់តាំងពីទី10មកម្លេះបាទហើយអឺឫសវាមាននទី3យ៉ាងបាទទី1វាស្រូបទឹកនិងខនិជបាទហើយទី2វាស្តុកអាហារបម្រុងបាទដូចជាឫសមើមមួយចំនួនជាដើមបាទណាបាទដូចជាមើមការ៉ុតមើមអីហ្នឹងវាជាឫសទេបាទហើយមួយទៀតនីតិរបស់វាគឺវាទប់ដើមឲ្យនៅនឹងហើយនឹងឈើត្រង់បាទឲ្យនៅនឹងហើយនឹងឈើត្រង់បាទហើយឫសវាមានច្រើនប្រភេទបាទច្រើនប្រភេទច្រើនសន្តានដូចជាឫសកែវឫសស្ញែឫសរយាងឫសមើមឫសអាកាសបាទអញ្ចឹងពពួក Angiosperm មានឫសច្រើនប្រភេទចឹងបាទប៉ុន្តែទៅមុខបន្តិចទៀតយើងនឹងដឹងថាប្រភេទណាដែលសំខាន់ហើយអាចយកមកធ្វើជាលក្ខណៈសម្គាល់របស់ភាវរស់នៃរុក្ខជាតិហ្នឹងបាទអូខេអញ្ចឹងនេះគឺជាលក្ខណៈសម្គាល់របស់ Angiosperm មួយគឺឫសបាទអញ្ចឹងចំណុចពិសេសមួយគឺស្តុកអាហារបម្រុងនេះបងប្អូនបាទអញ្ចឹងមើមដលងមើមអីហ្នឹងគឺសិតតែជាឫសទេពីមុនប៉ុន្តែដល់ពេលវាធ្វើរស្មីសំយោគទៅវាលូតលាស់ទៅវាយកទៅញាត់ទុកក្នុងឫសហ្នឹងយូរទៅជាមើមបាទអញ្ចឹងគេថាឫសវាមាននទីស្តុកអាហារបម្រុងណាបាទអូខេបាទនេះឥឡូវបងប្អូនមើលឫសបាទនេះគឺជាឫសរបស់រុក្ខជាតិបាទមួយចំនួនអញ្ចឹងមើលមួយណាជាឫសកែវតើអ្នកសាកមើលរូបភាពនឹងហើយព្យាយាមចង្អុលបង្ហាញលោកគ្រូ label ដាក់វាលេខ1 2 3 4បាទតើមួយណាជាឫសកែវ1 2 3 4មួយណាបាទលេខ4លេខ2លេខ3ឬក៏លេខ1តើអ្នកយើងគិតទាំងអស់គ្នាមើលតើមួយណាបាទ
Chẳng chùm lói để miền rư cao nó cứ lệch môi là lệch 3 mà này lệch môi là lệch 3 cứ miền rư cao và lệch 4 cứ chia rư nhài bà nè chẳng aoแต่miền tầm rong sruj mà cào môi về chẳng nó rư cao rồi nó rư cao rồi mà chẳng này cứ chia rư nhài nó đọc sầm pin sầm pô này nhẹ nhảy để sọt nhanh nhá bà nó rư nhài mà ok là cú lập trình vinh và mấy càng trái rồi liền hơi ok và là cú nằm chi game record ở job ok chẳng dừng từ một tập tiết và táចំណុចពិសេសនៃរុក្ខជាតិមានអីទៀតបាទអញ្ចឹងនេះគឺជារូបគុំនៃឫសបាទណារូបគុំនៃឫសអញ្ចឹងនៅក្នុងរូបគុំនៃឫសនេះគឺគេចែកជាតំបន់ជាផ្នែកបាទណាតំបន់ជាផ្នែករបស់វាអញ្ចឹងណាបាទអញ្ចឹងសំទោសបាទនេះអាមកដុំនៅខាងចុងគេនេះយើងហៅថា root cap ឬក៏មួកបាទយើងហៅថាមួកបាទសូម្បីឫសក៏វាមានមួកដែរបាទនេះពីត្រឹមនេះមកដល់ត្រឹមនេះអានេះយើងហៅថា root cap បាទណាអាហ្នឹងគឺយើងហៅថាមួកបាទគឺវាការពារក្បាលឫសហ្នឹងកុំឲ្យទៅបុកនឹងដុំថ្មបាទជួនអីអ្នកកោពុកមាត់គាត់កោក៏កវែងឡាមចោលដល់ពេលដុសមកបុកឡាមអាចដាច់ឫសដាច់អីចឹងបាទអញ្ចឹងវាមាន root cap ហ្នឹងជួយការពារអញ្ចឹងរុក្ខជាតិមួយចំនួនដែលដុះនៅតំបន់ប្រាសាទគឺថា root cap វាខ្លាំងវាអត់ឲ្យខូចឫសទេវាសុខចិត្តដុះបជាតិធ្វើម៉េចហុកហុលទៅហោកន្លែងណាដែលអាចមានទឹកឲ្យវាអាចស្រូបយកបានបាទតោះណាបាទអញ្ចឹងគឺថារុក្ខជាតិវាពិសេសបាទវាពិសេសខ្លាំងនៅលើឫសរបស់វាហ្នឹងអញ្ចឹងវាចែកជាតំបន់មានក្បាលបាទមានមួកសំទោសបាទមានមួកបាទតោះមកតំបន់ធ្វើចំណែកកោសិកាគឺនៅតំបន់នេះបាទអញ្ចឹងកោសិកាធ្វើចំណែកនៅតំបន់ហ្នឹងសកម្មតោះមកតំបន់វាមានតំបន់ពន្លូតវែងបាទណាតំបន់បន្លែទេសពន្លូតវែងបាទអញ្ចឹងចាប់ដើមពន្លូតវែងបាទឲ្យចេញជាស៊ីឡែមផ្លោអែមដើម្បីស្រូបយកសារធាតុចិញ្ចឹមបាទហើយបន្តមកតំបន់រោមជញ្ជក់បាទនេះតំបន់រោមជញ្ជក់ពួកអានេះរោមជញ្ជក់នេះគឺវាមាននទីស្រូបយកបឺតជញ្ជក់ខ្លាំងណាស់បាទដើម្បីបញ្ជូនសារធាតុចិញ្ចឹមមកដល់ក្នុងបាច់សរសៃនាំហើយនាំឡើងទៅផ្នែកដើមឬក៏ស្លឹកបាទណានាំទៅផ្នែកដើមឬក៏ស្លឹកអូខេបាទនេះគឺជាចំណុចពិសេសនៃឫសបាទអញ្ចឹងនៅផ្នែកឫសគឺគេចែកជា4តំបន់ហ្នឹងសំខាន់បាទណាវាមាន root cap បាទមួកតំបន់ធ្វើចំណែកតំបន់ពន្លូតវែងបន្លែឯកទេសហើយនិងតំបន់រោមជញ្ជក់បាទតំបន់រោមជញ្ជក់បាទអញ្ចឹងនេះគឺជាផ្នែកទទឹងរបស់ឫសបាទផ្នែកទទឹងរបស់ឫសបាទអញ្ចឹងយើងឃើញថាវាចាប់ដើមមានស៊ីឡែមផ្លោអែមហើយបាទអញ្ចឹងកាលណាវាមានស៊ីឡែមផ្លោអែមគឺវាអាចដឹកនាំទឹកសារធាតុកនិចផលិតផលផ្សេងចេញចូលរុក្ខជាតិបានហើយបាទយកទៅឲ្យផ្នែកដើមហើយនឹងស្លឹកផ្កាផ្លែបានហើយបាទអូខេអញ្ចឹងតកតងទៅនឹងឫសរូបគុំនៃឫសគឺមានប៉ុណ្ណឹងបាទហើយយើងមកមើលដើមបាទនេះយើងមកមើលដើមបាទអញ្ចឹងដើមវាគឺជាផ្នែកនៅលើដីបាទរបស់រុក្ខជាតិនិងទ្រស្លឹកបាទវាមាននីតិបាទដើមមាននីតិទ្រទ្រង់ស្លឹកបាទវាជួយទ្រស្លឹកអញ្ចឹងបើសិនជាកាត់ដើមចោលលំនឹងស្លឹកមកហើយអត់មាននៅជាប់អីទៀតទេហើយមួយទៀតគឺវាជួយដឹកជញ្ជូនរវាងឫសនិងស្លឹកបាទអញ្ចឹងឫសវានៅក្រោមដីបាទនេះដើមហើយនេះឫសនៃក្រោមអញ្ចឹងវាជួយបញ្ជូនបន្តពីឫសយកមកឲ្យស្លឹកបាទណាអូខេវាជួយបញ្ជូនបន្តពីឫសយកមកឲ្យស្លឹកហើយដើមក៏ស្តុកអាហារបម្រុងដែរបាទណាដើមក៏វាស្តុកអាហារបម្រុងហើយដើមក៏វាធ្វើរស្មីសំយោគហើយក៏វាផលិតជាការរស់ដែរដើម្បីពង្រីកខ្លួនវាឲ្យធំបាទអញ្ចឹងវាស្តុកអាហារបម្រុងនេះឧទាហរណ៍ដូចជាដើមអីខ្លះទៅបងប្អូនគិតតិចមើលដូចអត់ទាន់បានឲ្យគិតមួយសំណួរសោះនេះបាទមើលមានដើមណាខ្លះដែលវាអាចស្តុកអាហារបម្រុងបាន
មើលតើអ្នកគ្នាតើដើមប្រភេទណាខ្លះដែលអាចស្តុកអាហារបម្រុងបានគិតទីមើលបាទអូខេអញ្ចឹងដើមដែលអាចស្តុកអាហារបម្រុងបានវាមានដូចជាដើមអំពៅបាទតកួនខាត់ណាផ្សេងបាទណាអញ្ចឹងដើមពួកហ្នឹងគឺវាផ្ទុកអាហារបម្រុងបាទយើងយកមកធ្វើម្ហូបឬក៏យើងអាចហូបបានបាទអាហ្នឹងពួកអាហ្នឹងគឺផ្ទុកអាហារបម្រុងហើយបាទហើយដើមមួយចំនួនធ្វើរស្មីសំយោគឲ្យតែមានជាតិពណ៌បៃតងគឺវាធ្វើរស្មីសំយោគហើយណាឲ្យតែមានជាតិពណ៌បៃតងគឺវាធ្វើរស្មីសំយោគហើយបាទហើយវាផលិតជាលីការស់បាទដូចជាស៊ីឡែមផ្លូអែមហើយនឹងកោសិកាដែលនៅក្នុងស្រទាប់មេបាទអញ្ចឹងវាផលិតជាលីការស់អាហ្នឹងពួកដើមក៏វាផលិតដែរបាទអញ្ចឹងខ្នាត់ទទឹងដើមបង្ហាញឲ្យឃើញនៅសម្បកបកសម្បកចេញឃើញផ្លូអែមបកផ្លូអែមឃើញស្រទាប់មេបកស្រទាប់មេឃើញស៊ីឡែមបកស៊ីឡែមឃើញក្លឹមឈើអានេះខ្នាត់ទទឹងដើមឌីកូទីលេដូនទេណាបាទដើមម៉ូណូឃើញផ្សេងពីនឹងទៀតបាទនេះគឺយើងយកតែខ្នាត់ទទឹងដើមឌីកូទីលេដូនមកជជែកទេបាទណាបាទអូខេអញ្ចឹងនេះគឺជារូបភាពនៃខ្នាត់ទទឹងដើមឌីកូទីលេដូនបាទអញ្ចឹងនៅពេលដែលយើងកាត់ខ្នាត់ទទឹងដើមឌីកូទីលេដូនយើងឃើញថាស្រទាប់ទី1នៅខាងក្រៅគេបង្អស់អូគឺយើងឃើញសម្បកឈើបាទបន្ទាប់ពីសម្បកមកគឺផ្លូអែមនេះបន្ទាប់ពីផ្លូអែមមកគឺស្រទាប់មេអញ្ចឹងអានេះសម្បកហើយនេះបាទអញ្ចឹងបន្ទាប់ពីស្រទាប់មេមកគឺស៊ីឡែមបន្ទាប់ពីស៊ីឡែមគឺក្លឹមឈើនៅខាងក្នុងនេះបាទអញ្ចឹងស្រទាប់មេមាននទីធ្វើអីបងប្អូនគ្នាមើលខ្លឹមសារមេរៀនតើស្រទាប់មេមាននទីធ្វើអ្វីបាទមើលអាចដឹងទេតើស្រទាប់មេមាននទីធ្វើអ្វីបាទអូខេបាទអញ្ចឹងស្រទាប់មេគឺមាននទីផលិតផ្លូអែមចេញក្រៅហើយស៊ីឡែមចូលក្នុងបាទណាផលិតផ្លូអែមចេញក្រៅហើយស៊ីឡែមចូលក្នុងបាទអញ្ចឹងយើងមើលនេះបាទនេះគឺជារង្វង់សាច់ឈើដែលមានអាយុ3ឆ្នាំបាទដែលមានអាយុ3ឆ្នាំបាទអញ្ចឹងក្នុងមួយឆ្នាំស្រទាប់មេផលិតស៊ីឡែមចូលក្នុងបានមួយរង្វង់បាទផលិតស៊ីឡែមចូលក្នុងបានមួយរង្វង់អញ្ចឹងចាប់ពីត្រឹមនេះមកដល់ត្រឹមនេះគឺរង្វង់ទី1គឺឆ្នាំទី1បាទហើយចាប់ពីត្រឹមនេះមកដល់ត្រឹមនេះគឺរង្វង់ឆ្នាំទី2ចាប់ពីត្រឹមនេះមកដល់ត្រឹមនេះគឺរង្វង់ឆ្នាំទី3តោះនេះឃើញប្រហោងឯងបាទប្រហោងនេះគឺជាប្រហោងរបស់ស៊ីឡែមហើយដែលវាមាននទីដឹកនាំទឹកនិងកណិចទៅកាន់ស្លឹកទៅកាន់អីណាបាទបន្តពីរឹសមកបាទឃើញទេអញ្ចឹងការកណនាអាយុរបស់សាច់ឈើគឺគេមើលតែរង្វង់នៅខាងក្នុងសាច់ឈើដែលគេកាត់ផ្នែកតឹងមកបើគេឃើញថាវាមាន100រង្វង់អាហ្នឹងវាមានអាយុ100ឆ្នាំហើយបាទដោយសារមួយរង្វង់គឺមានស៊ីឡែមមួយឆ្នាំបាទសំទោសកាលណាមួយឆ្នាំគឺមានស៊ីឡែមមួយរង្វង់បាទអញ្ចឹងគេអាចដឹងពីអាយុរបស់សាច់ឈើទៅតាមចំនួនរង្វង់ហ្នឹងបាទគេខួងវាតិចទៅគេដកយកចេញមកគឺគេមើលឃើញហើយបាទណាបាទអញ្ចឹងស្រទាប់មេផលិតស៊ីឡែមមួយឆ្នាំមួយរង្វង់មួយឆ្នាំមួយរង្វង់បាទចូលទៅក្នុងហើយដល់ពេលយូរទៅអាស៊ីឡែមហ្នឹងវាចិត្តបំពង់វាខូចមុខងារទៅវាទៅជាក្លឹមឈើបាទវាទៅជាក្លឹមឈើយើងអាចយកមកប្រើធ្វើជាតុទូកៅអីសាឡុងផ្សេងបាទដែលយើងប្រើប្រាស់សពថ្ងៃហ្នឹងណាបាទឥឡូវហ្នឹងវាដូចជាគេកាប់ចិត្តអស់ហើយបាទណាគេកាប់ចិត្តអស់ហើយបាទព្រៃឈើគឺនៅសល់តិចណាស់បាទអូខេអញ្ចឹងយើងស្គាល់ដើមរុក្ខជាតិត្រឹមប៉ុណ្ណឹងបាទនេះគឺយើងមកលម្អិតមើល
ពីຂະຫນາດដើមមួយទៀតបាទអញ្ចឹងសិតតែជាភាសាអង់គ្លេសទេបាទអូខេនេះ C line ហ្នឹងនេះបាទ secondary C line បាទណា primary C line ឆ្នាំទី1នេះឆ្នាំទី2ហើយនេះបាទអូខេអញ្ចឹងអានេះគឺស្រទាប់មេនៅចន្លោះនេះស្រទាប់មេនៅចន្លោះនេះឯងបាទហើយនេះគឺស៊ីឡែមដែលផលិតចូលមកហើយចេញក្រៅគឺផ្លូវអែមបាទចេញក្រៅគឺជាផ្លូវអែមណាបាទចេញក្រៅគឺផ្លូវអែមណាបាទអញ្ចឹងយើងនឹងទៅមើលចំណុចបន្ទាប់ទៀតតើនៅមានអីទៀតតើទៅនឹងដើមបាទអូខេឥឡូវយើងមកដល់ស្លឹកបាទអញ្ចឹងស្លឹកមាននីតិធ្វើរស្មីសំយោគបាទហើយຂະຫນាត់ទទឹងរបស់ស្លឹកបង្ហាញឲ្យឃើញទី1 epiderm បាទទី2ស្រទាប់ប៉ាលីសាតទី3ស្រទាប់ស្ពោតបាទហើយទី4គឺស្រទាប់ epiderm បាទនេះគឺស្រទាប់ epiderm គឺ epiderm ក្រោមបាទអូខេប្រហែលជាឮសំឡេងរំខានខ្លាំងបងប្អូនគ្នាបាទអញ្ចឹងយើងទៅចំណុចបន្ទាប់ទៀតយើងស្គាល់ស្លឹកទៅប៉ុណ្ណឹងបាទអញ្ចឹងយើងចូលចំណុចបន្ទាប់ទៀតតទៅនឹងស្លឹកដែរប៉ុន្តែយើងមើលពីຂະຫນាត់ទទឹងរបស់វាណាបាទអញ្ចឹងຂະຫນាត់ទទឹងរបស់វាយើងឃើញថាមិញក្នុងខ្លឹមសារមេរៀនគេនិយាយពីស្រទាប់របស់ស្លឹកបាទស្លឹកមាន4ស្រទាប់ពេលកាត់ຂະຫນាត់ទទឹងបាទអញ្ចឹងពេលកាត់ទៅឃើញ4ស្រទាប់មែនណាបាទអញ្ចឹងស្រទាប់ទី1របស់វានោះគឺ epiderm លើបាទនេះមកស្រទាប់ប៉ុណ្ណេះគឺ epiderm លើបាទប៉ុណ្ណឹងគឺ epiderm លើបាទអញ្ចឹងពេលបក epiderm លើទៅយើងឃើញស្រទាប់ទី2បាទយើងឃើញស្រទាប់ទី2គឺស្រទាប់ប៉ាលីសាតបាទណាហើយស្រទាប់ទី3ក្រោមប៉ាលីសាតគឺស្រទាប់ស្ពោតបាទហើយបន្ទាប់មកក្រោមគេបង្អស់គឺ epiderm ក្រោមបាទណាអូខេអញ្ចឹងពេលកាត់ຂະຫນាត់ទទឹងទៅគឺយើងឃើញថាវាមាន4ស្រទាប់នឹងសំខាន់បាទអញ្ចឹងស្រទាប់ប៉ាលីសាតវាមានកោសិកាហាប់ណែនបាទហើយសម្បូរទៅដោយ chloroplast បាទយើងឃើញវារៀបណែនបាទគឺដើម្បីធ្វើរស្មីសំយោគហើយវានៅពីលើអញ្ចឹងមានន័យថាវាគឺជាផ្នែកដែលត្រូវពន្លឺព្រះអាទិត្យឧទាហរណ៍ថាព្រះអាទិត្យនៅទីនេះបាទអញ្ចឹងចាំងមកគឺចំ epiderm លើហ្នឹងបាទអញ្ចឹងដល់ពេលចាំមកចំ epiderm លើហើយក៏ចំស្រទាប់ប៉ាលីសាតនឹងដែរបាទអញ្ចឹងនិយាយរួមពីស្រទាប់ខាងលើហ្នឹងគឺនៅផ្ទៃខាងលើនៃស្លឹកបាទនៅផ្ទៃខាងលើនៃស្លឹកហើយដល់ពេលពីស្រទាប់ខាងក្រោមនេះគឺវានៅផ្នែកខាងក្រោមស្លឹកបាទអញ្ចឹងផ្នែកដែលត្រូវពន្លឺព្រះអាទិត្យនៅខាងលើបាទណាហើយខាងក្រោមនេះគឺអត់ត្រូវពន្លឺព្រះអាទិត្យទេបាទអញ្ចឹងហើយបានវារៀងប្រហោងបាទណានៅស្រទាប់ស្ពោតហ្នឹងគឺវារៀងប្រហោងបាទដោយសារអីគឺដើម្បីបណ្ដូលស្មានផងបាទណាហើយមួយទៀតវាមានស្តូម៉ាតច្រើនបាទនៅស្រទាប់ខាងក្រោមហ្នឹងគឺមានស្តូម៉ាតច្រើនបាទនេះគឺជាចំណុចពិសេសដើម្បីបណ្ដូលស្មានបាទហើយមូលនេះគឺជាបាច់សរសៃនាំបាទមូលនេះគឺជាបាច់សរសៃនាំបាទនៅមូលនេះគឺជាបាច់សរសៃនាំហើយបាទដល់គ្នាបាទអូខេអញ្ចឹងលោកគ្រូសុំលុបចំណុចនឹងចេញវិញបាទដើម្បីយើងបន្តដំណើរទៅមុខទៀតអូខេបាទអញ្ចឹងចំណុចដែលយើងត្រូវទៅមុខទៀតនោះគឺបាទនេះយើងរួចហើយបាទអញ្ចឹងយើងចូលសរីរាង្គបន្តពូជបាទអញ្ចឹងសរីរាង្គបន្តពូជរបស់រុក្ខជាតិអង្គសូស្ពាមគឺជាផ្កាបាទគឺជាផ្កាណាវាគឺជាផ្កាហើយផ្កាវាមាននីតិបង្កើតកោសិកាបន្តពូជញីហើយនឹងកោសិកាបន្តពូជឈ្មោលបាទ
chẳng chỉ tu tới cá cứ mấy cảnh trong cái sò nhí nâng cảnh trong cái sò chmol bà chẳng dừng từ mỗi bàn ní cứ chiaផ្នែក ផ្សេងៗ នៃផ្កាបាទដែលខ្ញុំថតរូបនេះពីសិភើពុំដោយសារវាមានដាក់ផ្នែក ផ្សេងៗ ហើយស្រាប់បាទអញ្ចឹងដាក់រូបនឹងត្មងទៅហើយណាមួយគឺបងប្អូនរៀនប្រើរូបនឹងដែរនៅពេលដែលមើលសិភើពុំទៅគឺមានរូបនឹងដែរបាទអញ្ចឹងគឺលោកគ្រូសម្រាប់ចិត្តដាក់រូបនឹងតែម្ដងបាទអញ្ចឹងយើងមានតងផ្កាបាទលោកគ្រូសុំគូសថែមនេះគឺតងផ្កាបាទហើយនេះគឺតំបកផ្កាបាទជាផ្នែកដែលគ្របផ្កានៅពេលដែលផ្កាកំពុំមកវាមានពណ៌បៃតងបាទហើយបន្ទាប់មកនេះគឺស្រទាប់ផ្កាបាទណាអញ្ចឹងតងផ្កាស្រទាប់ផ្កាតំបកផ្កាវាគឺជាផ្នែកលម្អរបស់ផ្កាដើម្បីតាក់ទាញបាទដើម្បីតាក់ទាញអ្នកដំណើរលំអងឬក៏តាក់ទាញអ្នកដែលចូលចិត្តបាទដើម្បីតាក់ទាញអ្នកដែលចូលចិត្តបាទអញ្ចឹងអ្នកដែលចូលចិត្តហ្នឹងវាមានដូចជាមនុស្សយើងដែរបាទហើយអ្នកដែលចូលចិត្តហ្នឹងក៏មានសត្វល្អិតដែរបាទណាអញ្ចឹងបាទដូចជាស្រទាប់ផ្កាហ្នឹងគឺវាមានពណ៌ឆាតឆាយក្លិនអញ្ចឹងទៅបាទអាហ្នឹងផ្នែកលម្អដល់ពេលផ្នែកបន្តពូជគឺមានកញ្ចុំកេសរឈ្មោលហើយនឹងកញ្ចុំកេសរញីបាទអញ្ចឹងកញ្ចុំកេសរឈ្មោលមានផ្លោកលម្អងហើយនឹងតងកេសរឈ្មោលដល់ពេលកញ្ចុំកេសរញីមានស្តិចម៉ាតមានកកេសរញីបាទណាបាទហើយនឹងអូវែបាទអូវែអញ្ចឹងក្នុងអូវែមានអូវលបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលត្រូវបង្កើតក្របរុក្ខជាតិថ្មីនៅត្រង់ក្នុងអូវែនេះឯងហើយក៏ជាកន្លែងដែលមានសាច់ផ្លែគឺនៅក្នុងអូវែនឹងដែរបាទអញ្ចឹងនៅពេលដែលមានការបង្កកំណើតអីហើយទៅគឺផ្នែកទាំងអស់ក៏រយបាទគេថាផ្ការុះរយវានៅសល់តែអូវែទេបាទដែលផ្ទុកអូវលដែលបានបង្កកំណើតហ្នឹងទៅជាគ្រាប់ទៅហើយសាច់អូវែខាងក្រៅហ្នឹងវាទៅជាសាច់ផ្លែបាទអូខេលោកគ្រូសូមបញ្យល់តែប៉ុណ្្នឹងឥឡូវយើងលោកគ្រូសូមលុបវាដើម្បីបន្តដំណើរទៅមុខទៀតបាទអូខេបាទចឹងនៅពេលដែលយើងលម្អិតកេសរញីកេសរឈ្មោលបាទយើងឃើញថាកេសរញីសំទោសកេសរឈ្មោលមានផ្លោកលម្អងហើយតងកេសរឈ្មោលបាទហើយយើងកាត់វាតិចទៅយើងឃើញថាខាងក្នុងហ្នឹងគឺមានផលិតក្រលម្អងបាទនៅក្នុងផ្លោកលម្អងហ្នឹងហើយកេសរញីគឺវាមាន stigmat បាទកកេសរញីហើយនឹង over បាទ over អូខេបាទនេះគឺជាដំណើរលម្អងបាទរូបនេះគឺបង្ហាញពីដំណើរលម្អងបាទវាអាចមានដំណើរលំអងឯងនិងដំណើរលំអងកាត់បាទដំណើរលំអងឯងហ្នឹងគឺជាដំណើរនៃក្រលំអងទុះចេញពីផ្លោកលំអងធ្លាក់ទៅលើ stigmat នៃផ្កាតែមួយបាទដល់ពេលដំណើរលំអងកាត់គឺក្រលំអងបាទក្រលំអងធ្លាក់ពីផ្លោកលំអងទៅទុំលើ stigmat របស់ផ្កាមួយទៀតអាចតាមរយៈសត្វនាំទៅឬក៏ខ្យល់ឬក៏ទឹកឬក៏មធ្យោបាយផ្សេងបាទអានេះយើងហៅថាដំណើរលំអងកាត់បាទអូខេអញ្ចឹងយើងចូលទៅការបន្តពូជរបស់វាបាទការផលិតក្រលំអងបាទអញ្ចឹងនៅក្នុងផ្លោកលំអងគឺវាមានកោសិកាមេបាទហើយកោសិកាមេនឹងធ្វើមេយកទៅបង្កើតបានកោសិកាកូន4បាទណាហើយខាងក្នុងកោសិកាកូន4ហ្នឹងវាធ្វើមីតូសបាទដែលជាណៃយូហ្នឹងបានណៃយូ2បាទណាអញ្ចឹងណៃយូទាំងពីរហ្នឹងគឺណៃយូលូតលាស់និងណៃយូបន្តពូជហើយបាទអញ្ចឹងយើងទទួលបានក្រលំអងបាទ4ដែលជាកោសិកាអាប្លូអ៊ីតបាទដល់ពេលយើងមកផ្នែកកាម៉ែតញីវិញបាទអញ្ចឹងកោសិកាមេបាទធ្វើមេយកទៅបានកោសិកាកូន4ហើយ3ងាប់មួយនៅសល់មួយនោះហៅថា megaspore បាទហើយណៃយូវាធ្វើមីតូស3ដងបានណៃយូ8អញ្ចឹងក្នុងនោះមាន2ណៃយូប៉ូឡែហើយ3អង់ទីប៉ូតហើយ4គឺ3ទៀតសំទោស3ទៀតមួយធំនេះគឺអូស្វែហើយ2សងខាងគឺស៊ីនីស៊ីតបាទអូខេអញ្ចឹងយើងបាទនេះគឺដំណោះក្រលំអងបាទនៅពេលធ្លាក់ទៅលើ stigmat ណៃយូលូតលាស់បន្លូតជាបំពង់ដើម្បីឲ្យណៃយូបន្តពូជធ្លាក់តាមបំពង់ហ្នឹងទៅជួបជាមួយកាម៉ែតញី
តែមុននឹងជួបគឺណៃយកបន្តពូជវាធ្វើមីតូសម្ដងទៀតដើម្បីคล้ายខ្លួនទៅជា spermatozoid បាទអញ្ចឹងបានទៅជា spermatozoid 2បាទណាអូខេអញ្ចឹងយើងទៅមុខទៀតបាទអូខេអញ្ចឹង spermatozoid ទី1គឺវាជួបបាទវាធ្វើការបង្កកំណើតទៅបង្កើតបានជាalbumin បាទហើយមួយទៀតជួបជាមួយណៃយូមួយទៀតបាទបង្កើតបានទៅជា zygote បាទ 2n អូខេអញ្ចឹងយើងទៅមើលការបង្កកំណើតនឹងតែម្ដងបាទយើងមកមើលតារាងសង្ខេបតែម្ដងអូខេនេះអញ្ចឹងនៅពេលដែល spermatozoid ទី1ជួបជាមួយ oosphere បាទបង្កើតបានជា zygote បាទហើយ spermatozoid ទី2ជួបជាមួយណៃយូកោសិកា polare 2n បង្កើតបានទៅជា endosperm បាទជាអាហារបម្រុងរបស់គ្រាប់បាទហើយខាងនេះទៅជា zygote លូតលាស់ទៅជា embryon បាទណាហើយក៏វិវត្តទៅជាគ្រាប់បាទនឹងគឺជាការបង្កកំណើតទ្វេដែលជាលក្ខណៈពិសេសរបស់រុក្ខជាតិ angiosperm បាទអូខេអញ្ចឹងវីដេអូថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងទេអរគុណច្រើនទាំងអស់គ្នាបាទហើយនេះគឺជាការប្រៀបធៀបបាទចុងក្រោយគេគឺប្រៀបធៀប mono និង D បាទអញ្ចឹង monocotyledon យើងឃើញថាវាមាន cotyledon 1ហើយ dicotyledon មាន cotyledon 2បាទដល់ពេលស្លឹកពពួក mono គឺមានទំនងស្របតែដល់ពេល D មានទំនងបែកខ្នែងបាទបាច់សរសៃនាំគឺ mono រាយប៉ាយដល់ពេល D គឺរាងជារង្វង់បាទហើយចំពោះផ្កាវិញវាមាន3ស្រទាប់ឬគុណនឹង3បាទចំពោះ mono ដល់ពេល D គឺវាមាន4ឬ5ស្រទាប់បាទហើយលក្ខណៈរឹស mono ឬស្ញែ D ឬកែវបាទនេះគឺជាចំណុចចុងក្រោយបាទបាទអញ្ចឹងអរគុណច្រើនទាំងអស់គ្នាដែលបានតាមដានទស្សនាស្ដាប់នៅវីដេអូនេះបាទជូនពរសំណាងល្អទាំងអស់គ្នាបាទជំរាបលា